អ្នកទាំងអស់គ្នាធ្លាប់ឆ្លងទេតាហេតុអ្វីបានជាវីដេអូរបស់អ្នកឬក៏រូបថតរបស់អ្នកមើលទៅដូចគ្មានពណ៌ធម្មជាតិឬក៏ឆេះខ្លាំងពេករឿងនេះដោយសារកាមេរ៉ារបស់អ្នកមិនទាន់ស្គាល់ពណ៌សពិតប្រាកដហើយវាក៏ជាឧបសគ្គសម្រាប់អ្នកចេះថតរូបឬក៏វីដេអូថ្មីថ្មោងដូចគ្នាដែរថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីអាចកំបាំងរបស់ White Balance សួស្តីអ្នកគ្នាខ្ញុំសុផាណានស្វាគមន៍មកកាន់ channel របស់ខ្ញុំថ្ងៃនេះយើងនឹងនិយាយគ្នាអំពី White Balance ដើម្បីកុំឲ្យវីដេអូឬក៏រូបថតរបស់អ្នកខុសពណ៌បន្តទៀតតែមុននឹងយើងចូលទៅកាន់វិធានរបស់ថ្ងៃនេះសូមជួយ like share និង follow ដើម្បីកុំឲ្យខកខានមេរៀនបច្ចេកទេសល្អៗសម្រាប់វីដេអូក្រោយនិយាយខ្លី White Balance គឺជាមុខងារមួយដែលប្រាប់កាមេរ៉ាថានេះជាពណ៌សទៅលើប្លង់ដែលយើងកំពុងតែថតភ្នែកមនុស្សយើងអាចសម្រួលពណ៌បានដោយស្វ័យប្រវត្តិប៉ុន្តែកាមេរ៉ាគឺមិនអាចទេពន្លឺនីមួយៗមានសីតុណ្ហភាពផ្សេងៗគ្នាដោយវាស់ដោយ Kelvin ឧទាហរណ៍ពន្លឺថ្ងៃត្រជាក់ Kelvin ខ្ពស់ឯពន្លឺអំពូលក្តៅ Kelvin ទាប White Balance ជួយកែសម្រួលពណ៌ទាំងនេះនៅក្នុងរូបភាពឬក៏វីដេអូរបស់អ្នកឲ្យមើលទៅដូចជាពណ៌ធម្មជាតិតែមិនខៀវពេកឬក៏មិនលឿងពេកខ្ញុំសង្កេតឃើញថាមានបងប្អូនមួយចំនួនដែលចូលចិត្តពឹងផ្អែកទៅលើ Auto White Balance ដើម្បីកំណត់ពណ៌វីដេអូឬក៏រូបថតរបស់ពួកគាត់អ្នកគួរតែចេះជ្រើសរើសយក White Balance ដែលត្រឹមត្រូវទៅតាមស្ថានភាពដែលយើងកំពុងតែជួបប្រទះឧទាហរណ៍ថតនៅពេលថ្ងៃយើងត្រូវតែកំណត់5200 Kelvin ពេលមានពពកច្រើនយើងត្រូវកំណត់6500 Kelvin ព្រោះពពកធ្វើឲ្យពណ៌ត្រជាក់ពេលថតនៅកន្លែងលប់យើងត្រូវតែកំណត់7000ទៅ8000 Kelvin ព្រោះម្លប់ត្រជាក់ជាងពពកថតពេលយប់ឬក៏ថតនៅក្នុងផ្ទះយើងត្រូវកំណត់យក3200 Kelvin ព្រោះថាកំពុងលើនៅក្នុងផ្ទះយើងមានក្តៅខ្លាំងការកំណត់ White Balance ត្រឹមត្រូវមានអត្ថប្រយោជន៍ដូចជាទី1ទទួលបានពណ៌ពិតធានាបានថាផលិតផលឬក៏ស្បែកមនុស្សមើលទៅដូចពណ៌ពិតតែមិនប៉ះពាល់ដល់ស្បែកទី2សន្សំសំចៃពេលវេលានៅពេលដែលអ្នកជ្រើសរើសយក White Balance ត្រឹមត្រូវនោះការកាត់តវីដេអូរបស់អ្នកមិនមានភាពលំបាកឬក៏កែពណ៌ច្រើនឡើយការប្រើ White Balance ត្រឹមត្រូវអាចធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការលេងពណ៌ទៅតាមអារម្មណ៍របស់អ្នកមើលឧទាហរណ៍យើងអាច edit ពណ៌ជា cinematic ដើម្បីឲ្យអ្នកទស្សនាមើលទៅកាន់តែជក់ចិត្តសម្រាប់ខ្ញុំការកំណត់ Custom White Balance គឺជាការគ្រប់គ្រងមួយដែលល្អក្នុងស្ថានភាពលាយឡំគ្នានៃពន្លឺជាច្រើនខ្ញុំតែងតែកែតម្រូវ Kelvin នៅក្នុងកាមេរ៉ារបស់ខ្ញុំរហូតដល់ខ្ញុំឃើញពណ៌សគឺជាពណ៌សដែលពិតប្រាកដឬក៏សម្រេចបានពណ៌អ្វីដែលខ្ញុំចង់បាននេះគឺជាអាចតម្បាំងសំខាន់អំពី White Balance អរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ខ្ញុំសង្ឃឹមថាយើងនឹងទទួលបានពណ៌ល្អឬក៏ពណ៌ដែលត្រូវនឹងធម្មជាតិទាំងអស់គ្នាឬក៏ក្នុងការប្រើប្រាស់ White Balance ឲ្យបានត្រឹមត្រូវជួបគ្នានៅវីដេអូក្រោយ